ផ្លូវជាតិលេខ5កំពុងបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនិងជាខ្សែផ្លូវដ៏ល្អដែលមានការកោតសរសើរពីអ្នកដំណើរមិនដាច់ពីមាត់នៅផ្លូវជាតិលេខ5កំពុងដើរតួនាទីជំរុញវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជាឲ្យកាន់តែខ្លាំងថែមទៀតនិងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងធំធេងសម្រាប់ការបង្កើនការនាំចេញនិងការនាំចូលនិងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជាជាពិសេសអាចកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍យ៉ាងច្រើនលើសពីនេះទៅទៀតប្រជាពលរដ្ឋតាមដងផ្លូវមួយនេះក៏មានជីវភាពកាន់តែប្រសើរឡើងតាមរយៈកំណើននៃការអភិវឌ្ឍវិនិយោគនិងទេសចរណ៍ផងដែរផ្លូវជាតិលេខ5ផ្លូវអាស៊ាន Highway លេខ1ស្ថិតនៅក្នុងអធិភាពគន្លឹះទី2នៃអធិភាពគន្លឹះទាំង5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យានៃយុទ្ធសាស្ត្របច្ចុប្បន្នដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជានិន្នាការទី7ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីគម្រោងនេះធ្វើឲ្យប្រសើរឡើងនៅផ្លូវជាតិលេខ5ផ្លូវអាស៊ាន Highway លេខ1មានប្រវែង366គីឡូម៉ែត្រឆ្លងកាត់ខេត្តកណ្ដាលខេត្តកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងនិងបន្ទាយមានជ័យផ្លូវមួយនេះមានចំណុចចាប់ផ្ដើមពីព្រែកក្តាមខេត្តកណ្ដាលនិងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយត្រូវបានបែងចែកជា3កំណាត់គឺកំណាត់ទី1ខាងជើងបាត់ដំបងនិងសេរីសោភ័ណ្ឌកំណាត់ទី2ខាងត្បូងព្រែកក្តាមនិងធ្លាមអមនិងកំណាត់ទី3ភាគកណ្ដាលធ្លាមអមបាត់ដំបងនិងសេរីសោភ័ណ្ឌនិងប៉ោយប៉ែត